ខេសូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ Channel រៀនភាសាចិនអញ្ចឹងសម្រាប់ Channel របស់យើងគឺរៀនភាសាចិនដោយ free ហើយយើងផ្ដោតទៅលើរៀនភាសាចិនបែបស្រួលរៀនងាយយល់ហើយឆាប់ប្រើបានអញ្ចឹងមួយថ្ងៃយើងរៀនតែ10ពាក្យទេអញ្ចឹង10ពាក្យនេះពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ប្រចាំថ្ងៃនិងពាក្យប្រើក្នុងរោងចក្រអញ្ចឹងសម្រាប់មេរៀនដំបូងនេះយើងរៀនពាក្យស្រាលៗទៅមុនសិនហើយបន្ទាប់មកយើងមានមេរៀនពាក្យជ្រៅជ្រៅ តែទាក់ទងទៅនឹងការប្រើប្រាស់ប្រចាំថ្ងៃនិងប្រើក្នុងរោងចក្រតែអញ្ចឹងកុំឲ្យខាតពេលវេលាយូរដល់យើងទៅសិក្សាទាំងអស់គ្នាអញ្ចឹងសម្រាប់មេរៀនទី2នេះគឺយើងសិក្សាអំពីលេខដែលលេខជាភាសាចិនគឺយើងអានថាសុជិសុជិប្រែថាលេខអូខេអញ្ចឹងលេខដំបូងគេគឺមានលេខ0អញ្ចឹងពលលេខ0ភាសាចិនអានថាលីងលីងគឺសំឡេងទី2លីង để xem ăn vật ăn ở phía thì nhóm ăn mùi tù ở có cứ ăn bảy đó về lính 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 phải ra là sồn mình kiện mình tốt ok cứ lấy mùi trong không xa chết thì ăn ha y y y phải ra lấy mùi ok xong mình tốt lấy phí thì chắc lấy phí cho ăn ha chấm on đà trên cộng từ lớn hay dân cọt vì sao vì cái xâm lên thì buồn chân ăn ha ok chấm lấy bài toán cứ lấy 7 chứ lấy đấy không được xa chấm tương anh ha san 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 thì lấy thì muối thì lấy 7 ok thì mình toán cứ sự sự ok sự này cứ lấy thì 4 sẽ còn nguồn ăn khai thác lấy buồn ok thì mình toán ủ ủ lấy thì 7 khai thác lấy 5 ủ ủ ok việc mình toán cứ lấy 6 ăn thang liều liềuคือสำเร็จที่แบบมุ้ยในที่ม้วนแปลว่าเลยแบบมวยเลี้ยวเลี้ยวเลี้ยวแปลว่าเลยแบบมวยcái trong đó cứ chi chiในที่ม้วยcứ gọi làเลยแบบปี chi 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 คือเลยแบบปีที่มันตัวคือเลยแบบใบอันทาป้าป้าเลยแบบใบปีมันตัวอันทาchiếu chiếu là thứ 7 và ta lấy 9 thì bằng toán cứ sử sử mình mà cái phần cắt thấy dù anh đạt rồi mình anh vật ởนี้sử sử cứ lệch đọc just cô lệch đọc thì riêng anh chụp trên lên mình tên cái này bây giờ mình chỉ để khóคือกลายเป็นอะไรอยู่ดีចឹងបន្ទាប់គឺអស់ហើយអញ្ចឹងសម្រាប់វីដេអូ channel របស់ពួកយើងគឺបង្រៀនភាសាចិនមួយថ្ងៃទៅ10ពាក្យទេអញ្ចឹងបងប្អូនកុំបង្ខំចឹង10ពាក្យហ្នឹងឲ្យតែយើងចាំបានសិនទៅចាំទៅមុខទៀតចឹងសម្រាប់ពាក្យជាមានច្រើនទៀតមិនមែនមានតែ10ហ្នឹងទេក៏ប៉ុន្តែយើងសម្រាប់តែគាត់ទៅតែចាប់ផ្ដើមរៀនភាសាចិនដំបូងកុំបង្ខំអីរៀន10ពាក្យគាត់ទៅចេះសិនទៅគឺអាចចាំទៅមុខទៀតចឹងសម្រាប់អ្នកបងប្អូនដែលគាត់ធ្លាប់រៀនចិនពីមុនមកគាត់មើលទៅដូចជាសាមញ្ញអូខេអញ្ចឹងក៏ប៉ុន្តែសម្រាប់អ្នកដែលគាត់ទៅចាប់ផ្ដើមរៀនភាសាចិនលើកដំបូងមើលទៅហើយជាមិនសាមញ្ញទេគឺងាយស្រួលមើលចុះសម្រាប់ការរចនាវីដេអូក៏ដូចជារូបភាពលេខផ្សេងៗគឺរចនាបែបតាក់ទាញធំដើម្បីឲ្យគាត់ងាយស្រួលមើលអ្នកដែលគាត់មិនចេះភាសាចិនសោះពេលដែលគាត់មើលវីដេអូនេះទៅវាអត់ថាតាក់ទាញគួរចង់មើលអញ្ចឹងណាអញ្ចឹងសម្រាប់បងប្អូនដែលមិនទាន់ទេអាចថាវីដេអូមើលខាងក្រោយទៀតបានរៀនមើលវីដេអូនេះតែពីរដងឡើងទៅគឺអាច continue ប្រាប់បានសូមអរគុណនិងចាំបន្តនៅមេរៀនថ្ងៃស្អែកបន្តទៀតសូមអរគុណ